ចឹងបានលោកអ្នកប្រាជ្ញលោកថាសម្ដីជាទ្រព្យប្រើរាប់មិនអស់តែបើប្រើទាស់នាំកើតហិង្សានាំឲ្យគុំគួនជាប់ក្នុងចន្ទាអាចហ៊ានប្រហារប្រាថ្នាធ្វើឃាតបើសម្ដីសជាពូជធាល្អកប់សម្ដីអត់ផាត់បងទ្របខាតខូចសម្ដីមានន័យល្បីឆ្ងាយរាប់យោជសម្ដីអត់ខូចប្រយោជន៍គង់មានសម្ដីយើងនេះពោលឲ្យរស់ឲ្យងាប់ងាប់ចឹងមុននឹងពោលយើងស្រាប់មុនប្រាប់នឹងយើងគិតពិចារណាណាហ្នឹងអញ្ចឹងមុនពោលប្រាប់មុននឹងពោលនឹងស្ដាប់មុនប្រាប់នឹងគិតស្រាប់ហើយគិតសិនចាំយកទៅពោលតណាអាហ្នឹងបានវាបានសេចក្តីសុខពុទ្ធោសនាបដីចឹងដែរញោមដោយសារការចាក់រុកពីមន្ត្រីដែលអត់ធ្វើអីនៅក្នុងវាំងនេះណាចាក់រុកចំណែនខ្លាចកែងលោពុទ្ធោសនាបដីនឹងកូនទាំង32មកវិញស្ដាច់ដំឡើងស័កដំឡើងយុះឲ្យព្រោះខំប្រឹងតតាំងច្បាំងដើម្បីជាតិណាចឹងបុករុកពរាជានេះពរាជាស្ដាប់ជឿតាមដែរយកទៅបហាជីវិតចោលទាំងអស់និយាយពីនាងមល្កាទេវីដែលជាប្រពន្ធដែរណាថ្ងៃដែលគេបហាជីវិតប្រៃហ្នឹងពងរាប់បាព្រះបច្ចេកពុទ្ធគេផ្ញើសបុតមកថាប្តីនឹងកូនរបស់នាងទាំង32នាក់ត្រូវបរិជាបហាជីវិតចោលហើយទឹកភ្នែកស្រក់មកម៉ាត់អត់មានមាត់មានកអីទេអាដៃនៅតែរាប់បាតដដែលនៅរាប់បាតដដែលទាស័យម្នាក់ឲ្យហេតុធ្លាក់ចានមួយបែកទៅចានបាយមួយនោះណានាងមល្កាសម្លឹងមើលមុខទាស័យភ័យអ្នកនាងម្ចាស់កំខឹងខ្ញុំម្ចាស់អីចានវាធ្លាក់វាបានបែកហើយវាបែកទៅចោះកំខឹងខ្ញុំម្ចាស់សុំទោសនាងមល្កាប្រាប់ថាម៉េចណែនាងប្តីយើងកូនយើងមុននឹងចាននាងបែកនេះគេប្រាប់ថាប្តីយើងនិងកូនយើងទាំង32នាក់ត្រូវគេប្រហារជីវិតចោលយើងមិននឹងខឹងផងរឿងអីដែលចានមួយបែកយើងខឹងទោសម្នោះជាមួយនឹងចានបែកនេះអាហ្នឹងដែលអាត្មាចង់បញ្ជាក់ទៀតថាយើងចេះទទួលព្រមនៅអ្វីដែលវាកើតណាបើយើងអត់ចេះទទួលព្រមយើងអត់សុខអត់សុខទេទុកនៅតែមានណាទុកនៅតែមានតោងតាមជាប់ចនិចតោងតាមជាប់ចនិចយើងទទួលព្រមនៅអ្វីដែលវាមានទទួលព្រមនៅអ្វីដែលវាកើតហើយណាហ្នឹងរឿងសម្ដីឃើញហើយហ្មងសម្ដីផ្អែមលួងលោមថាចេះថាមកចោះចាក់រុកបរិជាណាវារងគ្រោះថ្នាក់យើងអ្នកនេះអ្នកខំអ្នកតស៊ូនេះវាទទួលរងយើងណាហ្នឹងសម្ដីផ្អែមងាយទទួលរងគ្រោះថ្នាក់អញ្ចឹងទទួលរងគ្រោះថ្នាក់អញ្ចឹងហើយសម្ដីនេះមិនធម្មតាទេអាចឲ្យប្តីប្រពន្ធ2នាក់ដែលស្រឡាញ់គ្នាល្អល្អហ្នឹងបែកបាក់គ្នាក៏ថាបានណាដូចខ្លួនមួយហ្នឹងអាចបែកក៏ថាបានមិនបានលោកថាអញ្ចឹងសម័យព្រះមានទេញោមរឿងកតិលោកនៅក្នុងសភៅបារាំងសេះណាសភៅប្រជុំនិទានជាដកក៏មានគាថាធម្មបទក៏មានដែរណានិយាយអំពីរឿងហង្សខ្លួនមួយក្បាលពីរហ្នឹងធ្លាប់ស្ដាប់ទេតាធ្លាប់ដឹងហង្សហ្នឹងខ្លួនវាតែមួយទេប៉ិនក្បាលវាពីរណាស្មើនឹងជីវិតពីររស់នៅជាប់ខ្លួនតែមួយណាធម្មជាតិបង្កើតវាមកគឺខ្លួនតែមួយតែក្បាលពីរជីវិតពីរណារស់នៅក្នុងព្រៃទៅណាទៅជាមួយគ្នាខ្លួនវាជាប់គ្នាណាបែកគ្នាអត់កើតទេអញ្ចឹងស្រឡាញ់គ្នារាប់អានគ្នាដូចបងដូចប្អូនបកើតណាស្រឡាញ់គ្នាណាកាលនៅក្នុងព្រៃដល់មានព្រានប្រមាញ់ម្នាក់ទៅឃើញចាប់ហង្សនឹងបានយកមកថ្វាយបរិជាយកទៅដាក់នៅត្រង់សពបរិយាហរតីអាមាត្យនេះឃើញហង្សនឹងវានៅក្បាលជាប់គ្នាចង់ពិសោធន៍មើលអតិពលនៃសម្ដីនឹងវាខ្លាំងប៉ុណ្ណាដល់អញ្ចឹងឃើញហង្សណានៅអញ្ចឹងនៅក្នុងទ្រុងខ្លួនឯងនេះទៅខ្សឹបក្បាលហង្សមកខាងមិនខ្សឹបប្រាប់តែពីរទេប្រាប់មកខាងប្រាប់ក្បាលមកខាងអាក្បាលមកខាងទៀតអត់ប្រាប់ទេទៅខ្សឹបធ្វើមាត់ជិបអូចចឹងមាននិយាយអីក៏ធ្វើមាត់ជិបអូចដាក់ក្បែរទៅជាអាក្បាលហង្សមកខាងនោះហើយដើរចេញទៅអាក្បាលមកខាងទៀតដែលមិនត្រូវបានគេខ្សឹបនេះវាឆ្ងល់វាសង្ស័យវាសួរហើយមិញអាម៉ាតនិយាយអីមើលបានរឿងល្អអីប្រាប់យើងផងមើលទេអញមិនដឹងស្ដាប់ថាអ្វីបើអញភ្លឺសូរតែជិបអូចមិនដឹងវានិយាយថាអ្វីអាក្បាលមកខាងទៀតនេះវាអត់ជឿវាថាអញមិនជឿទេនិយាយមកសន្ទុះវាអត់មាននិយាយអីអញជឿទេមានរឿងល្អមិនព្រមប្រាប់គ្នានៅជាមួយគ្នាយូរហើយខ្លួនតែមួយជាមួយគ្នាទេចាប់ដើមមិនຕົកចិត្តគ្នាឃើញទេណាសែកឡើងតាម៉ាតមកមួយសាទៀតប៉ិនអត់ទៅខ្សឹបដាក់អាក្បាលម្សិលមិញទេខ្សឹបដាក់អាក្បាលលេងអត់ទាន់បានខ្សឹបនេះណាខ្សឹបដាក់អានេះម្ដងធ្វើមាត់ជិបអូចអត់និយាយអីទេហើយដើរជិះចេញទៅទៀតអាក្បាលមកខាងទៀតសួរដែរហើយចុះមិញគេនិយាយអីដែរទេអញស្ដាប់ដូចមិនលឺអីផងអញឃើញតែជិបអូចមិនដឹងនិយាយអីចាប់ផ្ដើមមិនទុកចិត្តគ្នាខឹងគ្នាឆ្លោះតក់តែងខ្វែងកំណត់គ្នាបុករុកគ្នាទាញខ្លួនជាពីរនោះហែករហូតដល់អាយ៉ាស់ខ្លួនស្លាប់ទាំងពីរនាក់ឃើញទេណារហែកខ្លួនស្លាប់ទៅពីរនាក់នឹងអតិពលនៃសម្ដីមិនធម្មតាទេអាចឲ្យមនុស្សតែមួយជាមួយគ្នាក៏ស្រឡាញ់គ្នាប្តីប្រពន្ធល្អល្អឿនក៏នៅជាមួយគ្នាស្មើនឹងខ្លួនមួយនេះបែកបាក់គ្នាក៏ព្រោះសម្ដីណាកូនឆ្លោះតក់តែងជាមួយម្ដាយឪពុកកាត់កាលគ្នាចោលក៏ព្រោះសម្ដី
ណាធ្ងន់ណាស់ចឹងប្រសិនបើយើងអត់ចេះហាត់ពុតលត់ដំមានវិន័យក្នុងការឃុំក្រងសម្ដីយើងនេះណាកុំឲ្យមានមុសាវាទកុំឲ្យមានបិសនៈវាចាបរុសវាចាសម្ភបលាបៈទេម្លេះសំណាអត់បានសេចក្តីសុខទេអត់បានសេចក្តីសុខទេណាអញ្ចឹងយើងធ្វើម៉េចសម្ដីយើងមុននឹងពោលនឹងយើងស្ដាប់មុននឹងប្រាប់គេតនឹងយើងគិតញោមចាំប៉ុណ្ណឹងក៏ចាំពាក្យលោកមុននឹងពោលស្ដាប់មុននឹងប្រាប់នឹងយកមកគិតពិចារណារកហេតុផលសិនណាចាំប្រាប់តទៅទៀតណានឹងសម្ដីអាក្រក់ចិត្តក៏អាក្រក់ណាទទួលរងគ្រោះថ្នាក់យ៉ាងម៉េចញោមស្ដាប់ប៉ុណ្ណឹងចុះឥឡូវនិយាយរឿងសម្ដីល្អហើយនឹងចិត្តក៏ល្អនិយាយចង់បានណាក៏ចង់បានសម្ដីល្អផងចិត្តល្អផងសម្ដីក៏សទន់ក៏ពិរោះក៏ពិសាហើយចិត្តក៏វាល្អប៉ុន្តែបើសម្រាប់និគុណភក្តីសម្ដីអត់បានផ្អែមទេណាយាយណានៅវាធ្លាប់តែអញ្ចឹងទៅហើយអើបើវាធ្លាប់តែអញ្ចឹងទៅហើយណាតពីលោកគ្រូមកទម្លាប់ហ្នឹងវាពិបាកកែណាលោកគ្រូអាត្មាការលោកនៅប្រជជនញោមហើយអាត្មាបានកែច្រើនហើយបើអាមឹងអីលះចោលអត់ទេបើគ្រាន់តែថាសម្ដីហ្នឹងវាមិនសូវសតុនតែប៉ុណ្្នឹងឯងប៉ុន្តែអាហែងអញមឹងមីហងហ្នឹងគឺអត់ចេះទេណាហ្នឹងហើយអត់ប្រើទេគ្រាន់តែថាសម្ដីវាមិនសូវបានសតុនតែប៉ុណ្្នឹងវាមិនសូវបានព្រោះភាសាសតុនអីដូចញាតិញោមធម្មតាក៏វាកោអញ្ចឹងណាវាតទម្លាប់ពីលោកគ្រូមកការលោកនៅប្រជជនណាសម្ដីលោកវាមិនព្រោះប៉ុន្តែចិត្តលោកល្អបើកុំតែមានលោកទូមានព្រានបដៅអាត្មាក៏មិនដឹងទៅជាស្អីដែរណានឹងកើតមកក្នុងតកូលក្រខ្សត់អត់លំបាកណារកព្រឹកខ្វះល្ងាចខ្វះព្រឹកម្ដាយស្លាប់ចោលឪពុកជារាពិការណាព្រលឹមឡើងទៅពីអ្នកឪកូននឹងទៅជីកក្ដួចលាជាមួយនឹងកដាំហូបណាវាមិនតាន់មានបាយគ្រប់គ្រាន់យើងជីកក្ដួចយកមកត្រាំទឹកដាំជាមួយបាយកតិចនឹងហូបណាក៏មកបានគុណបុណ្យវត្តឃើញទេវត្តអារាមនេះបដោះធនធានមនុស្សណាជួយមនុស្សច្រើនណាស់ប៉ុន្តែពេលខ្លះសពថ្ងៃនេះគេហ៊ានវាយតម្លៃថាវត្តអារាមគ្មានប្រយោជន៍អ្នកដឹកនាំហ្នឹងគេឲ្យតាំងចិត្តដូចម្ដាយដូចឪពុកណាខំប្រឹងគិតប្រយោជន៍កូនចៅនេះឲ្យច្រើនជាងប្រយោជន៍ខ្លួនឯងអាហ្នឹងបានវិសុខលោកអ្នកប្រាជ្ញលោកពោលថាម៉េចអ្នកធំក៏មើលងាយអ្នកតូចវត្តស្មៅតូចគួចចងដំរីណាស្ដេចពឹងរាជសង់ពឹងវិន័យមច្ឆាជលស័យពិតពឹងពងគាណាលោកអ្នកប្រាជ្ញលោកពោលអ្នកធំក៏មើលងាយអ្នកតូចស្មៅតូចគួចចងដំរីស្មៅវត្តទូចអាចចងដំរីមួយបានមែនទេគួចវិញធ្លុងចូលគ្នាទៅចងដំរីមួយបានធ្លាប់លើករឿងកតិលោកប៉ុន្តែអាត្មាដូចមិនបញ្ជាក់រឿងហ្នឹងទេចង់និយាយរឿងសម្ដីនេះបុគ្គលដែលសម្ដីផ្អែមប៉ុន្តែចិត្តអាក្រក់នេះសម្ដីផ្អែមប៉ុន្តែចិត្តអាក្រក់នេះយើងងាយទទួលរងគ្រោះថ្នាក់ណាស់ព្រោះយើងវាអត់ដឹងចិត្តគេខាងក្នុងយើងឮសម្ដីខាងក្រៅដឹងតែផ្អែមយើងវាຕົកចិត្តណាជាពិសេសអ្នកចាញ់បោកច្រើនជាងគេគឺស្ត្រីចាញ់បោកបុរសដោយសារសម្ដីហ្នឹងមែនទេយាយក្មេងគេចាញ់បោកប្រុសដោយសារសម្ដីហ្នឹងខ្មែរយើងគេថាស្ត្រីអន់តិចប្រុសអន់ភ្នែកមែនទេយាយធ្លាប់ឮពាក្យហ្នឹងទេតាណាស្ត្រីអន់តិចបុរសអន់ភ្នែកប្រុសយើងនេះឲ្យតែឃើញគេផាត់ការ៉ែមថែមម្សៅទៅពិធីជប់លៀងអីណាមួយទៅឃើញនាងឯនោះគេផាត់ការ៉ែមថែមម្សៅទៅអត់ដឹងពីមកគេឆិតហ្នឹងហើយផ្ពាល់គេនោះវាខ្នៅប្រប៉ុនកដៃគេលាបម្សៅអស់ចង់3ខ្លងឯងឃើញនោះវាស្អាតអូយស្អាតតាមដល់ផ្ទះសម្លឹងដឹងហើយស្អែកឡើងឲ្យម៉ែលោកគូទៅតែដឹងគេយកធ្វើប្រពន្ធដល់ការហើយនាងឯនេះឈប់លាបឃើញពាល់គេវាខ្នៅច្រមុះគេឆិតដល់ហើយចាប់ផ្ដើមស្ដាយក្រោយអញបើដឹងតែប្រពន្ធអញមុខអាក្រក់អញ្ចឹងអញខ្ចីរវល់ខ្វល់យកធ្វើប្រពន្ធចេះមួយចុកពីរស្ដាយក្រោយណាឯស្ត្រីនេះដូចគ្នាដែរណាគ្រាន់តែលឺសូរសម្ដីគេថាបងស្មោះនឹងអូនបងស្រឡាញ់អូនបងសុខចិត្តស្លាប់ដើម្បីអូនបាត់អូនបានចេះមួយចុកពីរអូនក៏ស្រឡាញ់បងដែរបងត្រូវការអីក៏អូនធ្វើតាមបងទាំងអស់អីដល់ហើយតាប់ផ្ដើមត្បោលក្បាលជង្គង់ជូរទឹកភ្នែកមែនទេអាហ្នឹងវាអញ្ចឹងចាស់គាត់ពូលមកអត់សូវខុសហើយញោមណាពាក្យសម្ដីរបស់គាត់ប៉ិនគ្រាន់តែយើងមិនសូវយកពាក្យគាត់យកមកគិតពិចារណាណាគាត់ថាស្ត្រីច្រើនអន់តិចបុរសយើងនេះវាច្រើនតែអន់ភ្នែកណាច្រើនតែអន់ភ្នែកអញ្ចឹងមនុស្សដែលគ្រោះថ្នាក់គឺមនុស្សសម្ដីផ្អែមតែចិត្តអាក្រក់តែចិត្តអាក្រក់មានរឿងញោមសម័យពុទ្ធកាលដោយពុទ្ធោសនាបតីណាហើយកាលណាគ្រាន់តែស្ដាប់សម្ដីហើយជឿតាមជាពិសេសម្ដាយឪពុកក្តីថ្នាក់ដឹកនាំក្តីបើគ្រាន់តែឮហើយជឿតាមអ្នកដែលរងគ្រោះគឺអ្នកដែលនៅក្រោមគាត់អ្នកយើងគ្រប់គ្នានេះតាមពិតគាត់មិនអាក្រក់ទេមកគិតពិចារណាអ្វីដែលអាក្រក់គឺអ្នកនៅក្បែរខ្លួនគាត់ហ្នឹងហើយបើស្ដាប់អត់មានការត្រេះរេះពិចារណាអត់មានបញ្ញាថ្លឹងហេតុផលអញ្ចឹងបានធម្មជាតិគេបង្កើតមនុស្សយើងមកសិតតែមានគូទាំងអស់
ភ្នែកមានពីរមែនទេច្រមុះមានរុនច្រមុះពីរខាងមាត់មានបេមាត់លើបេមាត់ក្រោមតិចមានសងមានខាងដៃមានពីរជើងមានពីរតិចមានពីរភ្នែកមានពីររុនច្រមុះមានពីរមាត់ក៏មានពីរមាត់លើមាត់ក្រោមមែនទេណាមាត់លើមាត់ក្រោមនេះបេមាត់លើបេមាត់ក្រោមណាភ្នែកមានភ្នែកពីរណាតិចមានតិចពីរមិនបានធម្មជាតិបង្កើតមកមានពីរទាំងអស់មិនបង្កើតតែមួយកុំឲ្យវាពិបាកណាគេបង្កើតមកពីរនេះចង់និយាយថាបើញោមមុននឹងហានិយាយចេញហ្នឹងឲ្យស្ដាប់ឲ្យបានគ្រប់ខាងស្ដាប់ទាំងសងខាងតិចហ្នឹងកុំស្ដាប់តែម្ខាងស្ដាប់សងខាងហើយយកមកគិតត្រេះរេះពិចារណារកហេតុផលឲ្យខ្លឹងថ្លែងគ្នាវាត្រឹមត្រូវឲ្យអត់ណាអ្នកវាសក្តិឲ្យអត់វាប៉ັດជាអញ្ចឹងមែនទេអត់ណាកុំគ្រាន់តែស្ដាប់ម្ខាងណាយកទៅវិនិច្ឆ័យទឹកភ្នែកយើងឯនេះណាហ្នឹងអញ្ចឹងណាភ្នែកហ្នឹងក៏គេបង្កើតពីរមកឲ្យមើលឲ្យគ្រប់ទាំងពីរទាំងសងខាងណាទាំងសងខាងដល់កុំគ្រាន់តែមើលម្ខាងកុំគ្រាន់តែស្ដាប់ម្ខាងអាហ្នឹងអត់បានសុខទេណាវាតតែស្ដាប់ឲ្យសងគ្រប់សងខាងសម័យដើមមានហើយសម័យព្រះពុទ្ធោសេនាបតីនិយាយពីពុទ្ធោសេនាបតីគាត់អ្នកត្រង់ជាមួយនឹងជាតិស្រឡាញ់ជាតិអើយស្រឡាញ់ណាហើយចូលធ្វើទាហានបម្រើការរាជការណាដល់បានប្រពន្ធមកបានកូន32នាក់សិតតែកូនប្រុសណាគាត់កូនម្ដង6ភ្លុះកូនភ្លុះម្ដង6ម្ដង6កូនទាំង32ហ្នឹងសិតតែកូនប្រុសទៀតដល់កូននឹងធំពេញវ័យវឌ្ឍនាការហើយយកកូនទាំង32នាក់ចូលបម្រើការងាររាជការទៀតនៅជាទាហានទាំងអស់ថ្ងៃមួយមានសត្រូវមកឈ្លានពានទឹកដីពុទ្ធោសេនាបតីនាំកូនប្រុសទាំង32នាក់និងពលទាហានជាច្រើនទៀតតែច្បាំងតការពារទឹកដីច្បាំងតម្រាំតែឈ្នះដាច់បាយដាច់ទឹកណាកូនខ្លះត្រូវពិការដៃពិការជើងណាខ្វាក់ខ្វិនភ្នែកត្រូវកញ្ចាក់យកកូនខ្លួនឯងទៅលះបង់ការពារដើម្បីជាតិការពារដើម្បីយើងគ្រប់គ្នាណាបើស្រាប់តែអ្នកអត់ធ្វើអីអង្គុយស្រួលនៅក្នុងវាំងនេះមន្ត្រីដែលអត់ធ្វើអីនេះអង្គុយដោះពោះនេះណាណាឯនោះគេច្បាំងឈ្នះហើយមកចាក់រកស្រេចព្រះអង្គហើយខ្ញុំទទួលសារមកថាពុទ្ធោសេនាបតីច្បាំងឈ្នះហើយឮថាចង់នាំពលទាហានមកទៅដើមរាជព្រះអង្គអាស្ដេចនេះវាគ្រាន់តែឮប៉ុណ្ណឹងជឿតាមមន្ត្រីអ្នកដែលតស៊ូដើម្បីជាតិបម្រើជាតិតាំងពីក្មេងរហូតដល់ក្លាឆអស់ហើយពីមុខប៉ុន្តែផ្កាយអត់ឡើងទេផ្កាយសាក់អត់ឡើងទេប្រាក់ខែក៏អត់ឡើងដែរវាទៅឡើងអាក្មេងឯណានិយាយបៃឡាំនោះពាក់សិតតែផ្កាយណាអត់មានធ្វើអីសោះអាឯងនេះបម្រើជាតិ70 80ឆ្នាំហើយចង់ដាច់ខ្យល់ទៅវិញហើយវាអត់មានបានអីណាហ្នឹងអានេះមិនមែនសង្គមយើងទេសង្គមឯណានោះទេកុំនិយាយយើងណាឥឡូវយើងពិចារណាមើលពុទ្ធោសេនាបតីដូចគ្នាអញ្ចឹងដែរខំបម្រើការងាររាជការមួយជីវិតយកកូនប្រុសទាំង32នាក់ទៅច្បាំងតតាំងសត្រូវទៀតកូនខ្លះត្រូវពិការដៃកូនខ្លះត្រូវពិការជើងកូនខ្លះត្រូវខ្វាក់ភ្នែកមកវិញជារាពិការអ្នកខ្លះគ្រាន់តែដើរមកដល់ក្នុងវាំងគេចាប់ដាក់គុកទាំងអស់បហាជីវិតចោលទាំង32នាក់ទាំងឪទាំងកូនគេថាចង់ទៅដើមរាជញោមពិចារណាមើលអណោចធម្មអាហ្នឹងមកពីស្រាប់តែម្ខាងទៅជាមានពីរបំពន់ស្រាប់ទាំងពីរខាងហើយអត់បានគិតត្រេះរេះពិចារណាហ្នឹងណាព្រោះស្លាប់ព្រោះសម្ដីហ្នឹងឃើញទេដែលអាត្មាថាសុខក៏ព្រោះសម្ដីទុក្ខក៏ព្រោះសម្ដីជួបជុំក៏ព្រោះសម្ដីព្រាត់ប្រាសក៏ព្រោះសម្ដីស្រឡាញ់គ្នាក៏ព្រោះសម្ដីឆ្លោះគ្នាក៏ព្រោះសម្ដីស្អីកើតចេញពីសម្ដីមាត់យើងហ្នឹងទាំងអស់លោកសង្ឃនេះបួសឆានសង្ឃគ្មានធ្វើការងារអីណាមែនទេធ្លាប់លឺទេញោមធ្លាប់ទេឥឡូវនេះគេប្រើពាក្យអញ្ចឹងចង់ចូលអពតម្ដងទៀតណាហ្នឹងហើយលោកសង្ឃនៅវត្តនេះគ្មានបានការអាចារ្យដូនជីនេះកាន់ស្រាក់ចូលវត្តអត់ប្រយោជន៍ខ្ជិលជួយចាប់ជួយមើលកូនមើលចៅហ្នឹងហើយគេថាយើងនេះវាអត់ប្រយោជន៍គ្មានបានជួយកិច្ចការអីជាតិប្រយោជន៍គ្មានបានជួយមនុស្សសង្គមជាតិអីសួរថាតើផ្ទះឯកឧត្តមអុកញ៉ាណាដែលអាចផ្ទុកនិស្សិតក្រីក្រឲ្យទៅរៀនសូត្របាន100 200នាក់ផ្ទះមួយអត់មានទេតែម្នាក់ហ្នឹងជួយមិនបានផងប៉ុន្តែវត្តអារាមនេះណាញោមនិស្សិតកូនចៅញោមក្រីក្រដូចវត្តបតុមអាត្មានេះគ្រាន់តែនិស្សិត700នាក់ជាងណាប្រសង់400នាក់ជាងអញ្ចឹងមួយឆ្នាំជួយបាន1000នាក់ជាងវត្តមួយណាជួយឲ្យស្នាក់នៅជួយឲ្យរៀនសូត្រហើយទៅជាទៅវត្តអត់ប្រយោជន៍ហើយបើពីសម័យដើមផងញាតិញោមពុទ្ធបរិស័ទជាពិសេសតាសិតទៅរៀនក្នុងវត្តទាំងអស់មែនទេចេះដឹងចេញពីវត្តទាំងអស់អាម៉េចក៏ប្រញាប់ដកគល់នឹងចោលហ្មងហើយសម័យនេះគេចង់ដកចោលហើយចោះតែមក100ឆ្នាំទៅមុខទៀតលាយបាត់ណាវត្តអត់ប្រយោជន៍អាម៉េចជួយមនុស្សក្រីក្រក្នុងមួយឆ្នាំក្នុងមួយវត្តដូចវត្តបតុមមួយវត្តតើតាំងប្រសង់តាំងប្រសក់ជួយឲ្យបានរៀនសូត្រមួយឆ្នាំជាង1000នាក់ចោះនៅវត្តផ្សេងទៀតណាគ្រប់វត្ត
ណាជួយផ្ដល់ចំណេះដឹងជួយផ្ដល់កន្លែងស្នាក់នៅបន្តការសិក្សារៀនសូត្រហើយវាផ្ទុយគ្នារហូតញោមកាលអាត្មាយកអង្គ215បាវយកទៅជួយអ្នកកើតអេដនៅឃុំរកាខេត្តបាត់ដំបង200គ្រួសារជាងមកឃុំហ្នឹងយកអង្គទៅ200បាវជាងរបស់សិតតែ200ជាងទាំងអស់មីក៏ជាង200កេះទឹកត្រីក៏ជាង200យួរទឹកស្រាវក៏ជាង200យួរណាទឹកសុទ្ធក៏ជាង200ជួរថវិកាក៏ជាង200កញ្ចប់ណាអង្គជាង200បាវដល់ឲ្យយើងទៅរបស់សិតតែជាង200ទាំងអស់ណាអស់រាប់ម៉ឺនដុល្លារជួលទូរទស្សន៍ផ្សាយមានប៉ុស្តិ៍មួយនោះវាថាប្របាក់ផ្សាយណាកម្មវិធីតិចតួចផ្សាយវារកប្របាក់ផ្សាយវាមិនសមយកមកផ្សាយកម្មវិធីតូចតូចគេថាអញ្ចឹងអាត្មាក៏ថាទៅវិញមួយម៉ាត់ទៅយោណាទ្រាំមិនបានថាមួយម៉ាត់ទៅកម្មវិធីអាត្មាវាតូចហើយអស់ចិត្ត 20000 នេះអង្គជាង200បាវនេះវាទូចណាបើអស់លោកយកអង្គតែមួយបាវទឹកត្រីតែមួយយួរឡើងផ្ទះគេនោះមួយថ្ងៃផ្សាយ3សារមែនទេអង្គតែមួយបាវទឹកត្រីតែមួយយួរទេមួយថ្ងៃផ្សាយ3 4សារមកប៉ុស្តិ៍មែនទេយាយហើយលោកនិយាយហ្នឹងអត់ឆ្លើយសោះត្រូវអត់ញោមណាអង្គតែកន្លះបាវមួយបាវទេហ្នឹងហើយទឹកត្រីតែមួយយួរទេមួយថ្ងៃផ្សាយ3 4សារព្រឹកផងថ្ងៃផងងាយផងយប់ផងណាយើងធ្វើជាង200បាវនេះវាថាតិចជាងវាមួយបាវហ្នឹងហើយណាឥឡូវនេះវាច្រើនតែត្រូវទៅជាខុសខុសត្រូវជាត្រូវវាត្រឡប់ត្រឡិនគ្នាអស់ហ្នឹងនៅវាច្រើនអញ្ចឹងមនុស្សឥឡូវនេះហើយលោកនេះសកម្មភាពរបស់លោកធ្វើមួយថ្ងៃនេះធ្វើរហូតសកម្មភាពមនុស្សធម៌តាមរយៈការអប់រំនឹងផងណាមានអ្វីដែលខ្លួនឯងអាចជួយបានលះបង់ជួយប្រជាពលរដ្ឋអ្នកអត់នឹងឲ្យទៅលឺទៅអត់លំបាកកន្លែងណាលោកទៅដល់មុនគេប៉ិនគ្រាន់តែថាលោកនោះវាមិនសូវចូលចិត្តផ្សព្វផ្សាយមិនសូវចូលចិត្តផ្សាយវិទ្យុទូរទស្សន៍អីទេតែទៅធ្វើស្ងាត់តែគ្នាលោកណាម្ល៉េះហើយគុណសម្បត្តិគេមើលអត់សូវឃើញទេណាគុណសម្បត្តិគេមើលមិនសូវឃើញទេណាហើយបើគេឯណោះគេធ្វើគេចាប់ទុកតែគេនឹងធ្វើច្រើនណាស់ដូចថ្មនិយាយមិញអញ្ចឹងគ្មានផ្ទះអុកញ៉ាឯកឧត្តមណាផ្ទុកនិស្សិតក្រីក្រឲ្យនៅបានរៀនសូត្រទេមានតែវត្តលោកហ្នឹងហើយតែចោតវត្តលោកហ្នឹងវាអត់ប្រយោជន៍លោកហ្នឹងវាសើអត់ប្រយោជន៍យាយតាជាស្រាក់ចូលវត្តនេះណាខ្ជិលធ្វើស្រែខ្ជិលមើលកូនមើលចៅអត់ប្រយោជន៍ចេះមួយចុះពីរណាហ្នឹងហើយណាយើងពិចារណាចុះកាលណាពុទ្ធសាសនាមួយអលាយអរិយធម៌វប្បធម៌ប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រភាសាក៏វាត្រូវអលាយទៅតាមហ្នឹងដែរព្រោះរបស់អស់ហ្នឹងនៅក្នុងវត្តកាលណារបស់អស់ហ្នឹងអលាយហើយគេបញ្ជ្រាបមនោគមវិជ្ជារបស់គេចូលមកចំអញ្ចឹងទៅរបស់គេហើយអាហ្នឹងអញ្ចឹងដល់យើងគិតតែមែនតែនណាឥឡូវចូលរឿងយើងនេះណាសំដីក៏ផ្អែមចិត្តក៏ល្អចង់បានហើយបើចង់បានគេល្អជាមួយយើងបន្តតែធ្វើអីដាក់គេដែរណាញោមណែចាំបើចង់សុខយើងសន្សំធម៌នាំឲ្យកើតសុខបានសុខចង់កើតចង់សុខឲ្យយើងសន្សំធម៌នាំឲ្យកើតទុកអត់បានទេសុខណាយើងចង់ឲ្យគេសំដីផ្អែមដាក់យើងបន្តតែយើងពោលផ្អែមដាក់គេសិនចង់ឲ្យគេធ្វើល្អដាក់យើងបន្តតែយើងធ្វើល្អជាមួយគេសិនណាចង់ឲ្យគេឲ្យកិត្តិយសគេឈ្មោះយើងបន្តតែយើងឲ្យគេឈ្មោះកិត្តិយសទៅគេដែរអាហ្នឹងអញ្ចឹងពុទ្ធសាសនាយើងសន្សំហេតុយ៉ាងម៉េចផលអញ្ចឹងអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលណាពុទ្ធសាសនាអតីតជាហេតុមកបានបច្ចុប្បន្នជាផលបានមកមនុស្សគ្រប់គ្នាហ្នឹងបើអត់មានហេតុសន្សំពីអតីតគឺសេចក្តីល្អមកទេអត់បានមនុស្សមកឥឡូវហ្នឹងមុខមាត់ស្អាតបាតអីភ្នែកនៅក្រោមចើមច្រមុះក្រោមភ្នែកអីមាត់ក្រោមច្រមុះអីស្អាតចឹងទេណាបើអត់មានហេតុសន្សំស្រីល្អពីមុនមកទេអត់បានមកមនុស្សចឹងទេមកកតុយពីមុខពីក្រោយរត់ត្រេមែនទេញោមណាខ្វះជាងអាកតុយពីក្រោយពីមុខហ្នឹងទៀតខ្ទះដែកអាហ្នឹងអញ្ចឹងណាហើយបើមកបានជាមនុស្សដែរប៉ុន្តែបើខ្វះតិចជាងគេច្រមុះផ្សេងភ្នែកផ្សេងភ្នែកបើថាមើលមកដោយគុណប្រាក់đấyបានសម្លឹងទៅប្រាក់នោះចោលមន់ងាប់ទាមែនទេអាហ្នឹងវាខ្វះខ្វាន់ជ្រាពីការកងងដៃកងងជើងអាហ្នឹងសាក់ខ្វះណាអញ្ចឹងតើយើងខំប្រឹងសន្សំសេចក្តីល្អឲ្យបានច្រើនសន្សំសេចក្តីល្អឲ្យបានច្រើនណាបំពេញសេចក្តីល្អចម្រើនសេចក្តីល្អនឹងឲ្យបានរឿយក្នុងខណ្ឌសន្តានអាហ្នឹងបានសេចក្តីសុខសេចក្តីចម្រើននឹងវាកើតមានអាចរក្សាសម្បត្តិមនុស្សនេះទៅមុខបានទៀតណាទេវៈស័កសម្បត្តិទាំងចក្រីនៅពេលហ្នឹងស័កសម្បត្តិទាំងក្រាក់ក្រីមនុស្សស័កសម្បត្តិទាំងចក្រីសម្បត្តិទាំងអស់នេះវាតលញោមមានទានមានសិលមានភាវនាលោកវាតលមានសិលសមាធិបញ្ញានៅវាតលមានអា3ហ្នឹងបានយើងអាចរក្សាសម្បត្តិមនុស្សនឹងបានទៀតណាឥឡូវមិនវែងឆ្ងាយទេបញ្ជាក់រឿងឆ្លងចេះដីបន្តិចទៀតចុះពុំមើលទៅយាយឯនេះមាត់លឺប៉ុន្តែហៅអត់ឆ្លើយហើយដល់អញ្ចឹងពុំដឹងទេអាម៉េចអត់មានឆ្លើយគ្នាមួយម៉ាត់ពីរអីសោះណាស្ងាត់លំប៉ុន្តែនិយាយគ្នាលឺណាអារឿងល្អនេះឲ្យនិយាយលឺអត់និយាយទេប៉ុន្តែនិយាយដើមគេចូលចិត្តខ្សឹបនិយាយគ្នាលោកពុំមកទេអ្នកខាងក្រោយនឹងនិយាយគ្នារឿងកតុងទីនកតុយលេខហ្នឹងហ្នឹងហើយណាហ្នឹងហើយ
និយាយរឿងឆ្លងចែកដីនេះឆ្លងចែកដីណាពាក្យតែឆ្លងនិយាយឆ្លងមួយម៉ាត់សិនហើយចាំនិយាយចែកដីណាមើលសួរញាតិញោមឆ្លងណាឆ្លងហ្នឹងគឺយើងឆ្លងអីណាដូចយើងឆ្លងពហិប្រកេនលោកឆ្លងស្រះទឹកប្រកេនលោកឆ្លងកត់ប្រកេនលោកអាពេលវេសង្ឃស័កទេមៈសំប្រកេនសង្ឃប្រើប្រាស់តាមការគួរទៅជារបស់សង្ឃគេឲ្យឆ្លងហ្នឹងឆ្លងអត្តន័យទី1ឆ្លងឲ្យផុតពីរបស់អញអត្តន័យទី2ឆ្លងឲ្យផុតវាលវត្តសង្សារនេះលងទាំងឡាយ4ហ្នឹងអត្តន័យទី1ឆ្លងឲ្យផុតពីរបស់អញឧទាហរណ៍ថាវេស្រះប្រកេនលោកវេកត់ប្រកេនលោកសង្ឃស័កវាទៅជារបស់សង្ឃឲ្យលែងប្រកាន់មមថាហ្នឹងកត់អញណាប៉ុន្តែញាតិញោមមិនអញ្ចឹងឯណាជួនកាលវេសង្ឃស័ករបស់សង្ឃហើយប៉ុន្តែដល់ហើយដេកគុណមកណាមុនគង់នៅកត់ហ្នឹងធ្វើម៉េចមើលបោះស្រះសម្អាតកត់កណាវវាស្អាតផងណាគាត់ថាវេហើយថាកត់កណាវទៀតណាចេញមកផ្ទះវិញក៏កន្លះឆ្នាំក្រោយប្រាប់កូនថាចាំអពៅហើយយើងគិតនាំគ្នាទៅមើលកត់យើងម្ដងហើយដឹងអាម៉េចហើយទេណាស្រះទឹកយើងម្ដងហើយចេញពីផ្ទះទៅបោះយើងទៀតណាតទៅដល់កត់ឃើញលោកនេននេះហាលចពុតងូតហាលហងសាអនេកអណោកអត់បោសសម្អាតអាចឆ្កែម្ដុំនៅលើកម្មចដាគាត់ហ្នឹងផងហឺតទូងហើយចាប់ដើមពូលអញខំធ្វើកត់អស់រាប់ម៉ឺនដុល្លារលោកអត់មានមើលកត់អញអីបន្តិចអុកគិកកគ្រក់ចេះមួយចុកពីរអញរហូតនៅបោះអញរហូតហើយអាវេសង្ឃសាកុហកលោកឲ្យបាត់មែនទេខ្ញុំបកណាសូមបវរណាកត់នេះស្រះទឹកនេះរបស់នេះប្រកេនចំពោះព្រះភិក្ខុសង្ឃណាទៅជារបស់សង្ឃប៉ុន្តែនៅតែយើងរហូតណាអាហ្នឹងចឹងគេឲ្យលះអត្តាហ្នឹងលះអញនឹងការប្រកាន់មមហ្នឹងអាហ្នឹងបានសុខវាចម្រើនឆ្លងហ្នឹងឆ្លងអផុតពីរបស់អញអត្តន័យទី1អត្តន័យទី2ណាឆ្លងផុតអំពីវត្តវាលវត្តសង្សារនេះអន្លង់4ភព3កាមភពក្តីរូបភពក្តីអរូបភពក្តីអន្លង់ទាំងឡាយ4ហ្នឹងក៏ត្រូវឆ្លងឲ្យផុតកាមវោខៈបវោខៈអវិជោខៈតថោខៈណាយើងឆ្លងអន្លង់ទាំងឡាយ4នេះទឹកទលេទឹកបឹងយើងអាចជិះទូកដើម្បីចម្លងទៅកាន់ត្រើយមកពីត្រើយមកខាងទៅកាន់ត្រើយមកខាងឆ្លងពីផ្លូវថ្នល់យើងអាចដឹកដៃគ្នាកាន់ដៃគ្នាជិះម៉ូតូជិះឡានដើម្បីឆ្លងបានចោះដើម្បីឆ្លងវាលវត្តសង្សារនេះដើម្បីឆ្លងនៅអន្លង់នេះតើយើងទៅជិះអីទៅដែរមើលយាយជិះទូកហើយជិះម៉ូតូឌុបណាជិះទូកហើយជិះម៉ូតូឌុបហើយជិះអីណាឆ្លងទលេយើងជិះទូកឆ្លងផ្លូវនេះយើងជិះម៉ូតូជិះឡានណាកាន់ដៃគ្នាដើរទៅឆ្លងចោះដល់ឲ្យឆ្លងវត្តដាក់ឆ្លងលងនេះតើយើងយកអីទៅឆ្លងឆ្លងដោយសទ្ធាណាសាធុណាសទ្ធាយតរតិអោខាងណាវិរិយេនតុកមៃឆេតិសត្វឆ្លងពីសេចក្តីទុកទៅបានដោយសារសេចក្តីព្យាយាមបញ្ញាយបរិសុទ្ធតិសត្វឆ្លងសេចក្តីបរិសុទ្ធមិនបរិសុទ្ធទៅបានឲ្យបរិសុទ្ធទៅមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាសទ្ធាណាសីលៈវិរិយៈបញ្ញាមានសទ្ធាមានសិលមានបញ្ញាណាឆ្លងអន្លង់ទាំងឡាយ4នេះណាយកសេចក្តីល្អទៅឆ្លងនិយាយមួយម៉ាត់ទៅខ្លីកុំឲ្យមានបមាទៈគឺសេចក្តីធ្វេសប្រហែសណាឲ្យមានសទ្ធាជ្រះថ្លាជឿជាក់មុតមមជឿជាក់ក្នុងពុទ្ធសាសនានេះណាសទ្ធាប្រកបព្រមដោយញាណសម្បយុទ្ធមានបញ្ញាជាសមាទិដ្ឋិយល់ឃើញត្រូវណាយល់ឃើញត្រូវណាអាហ្នឹងបានយើងអាចឆ្លងអន្លង់ទាំងឡាយ4និងភពទាំងឡាយ3នេះទៅបានទាំងកាមភពរូបភពអរូបភពណាអន្លង់ទាំងឡាយ4ទាំងកាមវោខៈបវោខៈអវិជោខៈតថោខៈណាឆ្លងអន្លង់គឺតដ្ឋិនេះបើតើយើងយកបញ្ញាទៅឆ្លងបើកាលណាមានអវិជ្ជាជាឫសគល់តដ្ឋិនេះអត់អាចចម្លងបានទេណាបើតើយកបញ្ញាទៅឆ្លងអន្លង់តដ្ឋិហ្នឹងបើតើយកបញ្ញាណាបើសិនជាសត្វលោកមានអវិជ្ជាជាឫសគល់ណាអាហាររបស់អវិជ្ជាដែលអាចចិញ្ចឹមអវិជ្ជាហ្នឹងទាំងនិវរណៈធម៌5កាមឆន្ទៈជាបាតៈឧទ្ធច្ចៈកុកចៈវិជេកឆាហ្នឹងជាអាហាររបស់អវិជ្ជាអញ្ចឹងបើចង់ឲ្យអវិជ្ជាហ្នឹងបាត់វាតើយើងជំរះអាហារហ្នឹងសិនប្រៀបហាក់បីដូចជាចង់ឲ្យគោហ្នឹងស្លាប់យើងកុំឲ្យស្មៅណាចង់ឲ្យអវិជ្ជាហ្នឹងបាត់បង់យើងជំរះអាហាររបស់អវិជ្ជាហើយព្យាយាមក្នុងការស្ដាប់ព្យាយាមក្នុងការត្រេះរិះព្យាយាមក្នុងការពិចារណានិងបញ្ញាចម្រើនវិញកាលណាបញ្ញាចម្រើនសមាធិកើតមានតដ្ឋិហ្នឹងយល់ឃើញខុសហ្នឹងណាកំចាត់បងហើយណាកំចាត់បងហើយឆ្លងភពនេះបើតើយើងលែងមានឆន្ទរាគៈស្រឡាញ់ពេញទឹកជាប់ចម្ពាក់លែងមានតណ្ហាគឺសេចក្តីប្រាថ្នានិយាយមួយម៉ាត់ទៅខ្លីអស់សេចក្តីប្រាថ្នាអស់មានអជាតੰអចរੰអជាថੰអមរណੰលែងមានជាតិជារៀបជាធិមរណៈអស់សេចក្តីប្រាថ្នាចប់ណាបណ្ឌិតសត្វលោកទាំងអស់ទុកនៅមានមកពីនៅមានសេចក្តីប្រាថ្នាមិនចេះចប់អាហ្នឹងបានទុកវានៅតែមានកាលណាសេចក្តីប្រាថ្នានៅតែមានទុកនៅតែកើតទុកនៅតែកើតណាអស់សេចក្តីប្រាថ្នាអស់ទុកដែរអាហ្នឹងចឹងគ្នាណាបានស្ដាប់ព្រះធម៌របស់ព្រះតមានប្រភេទ
ពាក្យហើយការស្ដាប់ពធនេះមិនមែនយើងទើបតែបានស្ដាប់ទេណាហើយក៏អត់មានធម៌ប្លែកអត់មានធម៌ថ្មីដែរណាញាតិញោមខ្លះថាថ្ងៃនេះបានស្ដាប់ធម៌ប្លែកបានស្ដាប់ធម៌ថ្មីបើនិយាយពីធម៌អត់មានធម៌ថ្មីទេមែនទេណាធម៌ព្រះកន្លងមក2560ឆ្នាំហើយអត់មានធម៌ថ្មីទេហើយបើចង់បានធម៌ថ្មីតើទៅរកព្រំម៉ាយអីនោះបានធម៌ថ្មីណានឹងហើយយើងស្ដាប់សពថ្ងៃនេះវិជាឧបនិស្ស័យការស្ដាប់ពធទៅវានាំឲ្យចម្រើនបញ្ញាកាលណាបញ្ញាចម្រើនសមាធិកើតកាលណាសមាធិកើតអាចញ៉ាំងសត្វនោះឲ្យយល់ឃើញត្រូវកុសលចម្រើនកាលណាកុសលចម្រើនហើយអកុសលឃ្លាតចាកឆ្ងាយអបាយភូមិបាត់ដែរហ្នឹងអញ្ចឹងតើយើងព្យាយាមស្ដាប់ហើយស្ដាប់នោះស្ដាប់ដោយយោនិសោមនសិការៈស្ដាប់ហើយធ្វើទុកក្នុងចិត្តមានវិមង្សាសមាសង្កបៈត្រេះរេះពិចារណារកហេតុនិងផលទៅបញ្ញានឹងចម្រើនណាស់បញ្ញាចម្រើនកាលណាបញ្ញាយើងចម្រើនហើយណាបំពេញកុសលក៏ចម្រើនកុសលតថធម្មិកថាប្រយោជនៈយើងញ៉ាំងប្រយោជន៍បច្ចុប្បន្នក៏ចម្រើនណាបំពេញសេចក្តីល្អទៅតថធម្មិកថាប្រយោជនៈប្រយោជន៍ទៅមុខទៀតក៏ចម្រើនព្រោះអីព្រោះយើងមានបញ្ញាយើងយល់ស្គាល់ហេតុនិងផលហេតុនាំឲ្យចម្រើនហេតុនាំឲ្យវិនិច្ឆ័យផ្លូវទៅកាន់ទីរលត់ទុក្ខនេះជាហេតុនាំឲ្យកើតទុក្ខនេះជាផ្លូវទៅកាន់ទីរលត់ទុក្ខជាដើមយើងយល់យើងដឹងយើងស្គាល់ណាថាដើរផ្លូវណាដែលត្រូវណាផ្លូវណាដែលខុសផ្លូវណាដែលនាំចម្រើនផ្លូវណាដែលនាំឲ្យវិនិច្ឆ័យហ្នឹងហើយអត់មានបញ្ញាអត់ធ្លាប់ស្ដាប់ធ្លាប់ពិចារណាធ្លាប់ត្រេះរេះទេគឺណាដូចយើងធ្លាប់ចាញ់បោកគេហើយអញ្ចឹងឲ្យញឹកញាប់ខ្មែរយើងសារចាញ់បោកគេដោយសារអីដោយសារតែយើងអត់បានស្ដាប់បានពិចារណាត្រេះរេះរកហេតុនិងផលនឹងណាជួនកាលគ្រាន់តែលើតគ្នាជឿស្ដាប់ធ្វើតាមណាភាកច្រើនអញ្ចឹងធ្លាប់សួរញាតិញោមថាឧទាហរណ៍ទៅសួរកណាសួរចំណុចកថាតើអាកនឹងដឹងទេគាត់មិនតាន់បានគិតពិចារណាផងគាត់ឆ្លើយទៅអត់ដឹងហើយបាត់ដល់ទៅពេលមានអ្នកឆ្លើយចំណុចកនឹងថាអញ្ចេះថាចុះបានគាត់ថាអូអាហ្នឹងចឹងមែនវ៉ៃណាប៉ិនពីដំបូងអត់តាន់នឹកទេបើមិនតាន់គិតពិចារណាគាត់ឆ្លើយភ្លាមតែគាត់អត់ដឹងដល់គេឆ្លើយមកបានគាត់ថាអូអាហ្នឹងមែនអាហ្នឹងចេះអាហ្នឹងចុះឃើញទេយើងអត់មានការវិភាគពិចារណាច្រើនតែយើងណាមាត់ហ្នឹងវាលឿនជាងកំណត់ខ្មែរយើងណាធ្វើអីទៅវាលឿនជាងការគិតអញ្ចឹងបានយើងអាសាចាញ់ការបោកប្រាស់របស់គេណាដូចហ្នឹងហើយអញ្ចឹងវាតតែយើងមានបញ្ញាមានបញ្ញាទៅយើងយល់ហើយបញ្ញានេះវាកើតមកពីការស្ដាប់បញ្ញាកើតមកពីការត្រេះរេះបញ្ញាកើតមកពីការស្វាធ្យាយទន្ទិញនិងបញ្ញាចម្រើនណាបញ្ញាចម្រើនហើយថ្ងៃនេះមិនបានលើករឿងឆ្លងចែកដីទៀតទេពួកខ្សែអត់ច្រើននិយាយបនញាតិញោមនឹងមិនសូវចំបនទេមកចង់លើកអំពីបុគ្គល4ប្រភេទថ្ងៃនេះគោលធម៌ចង់និយាយអំពីបុគ្គល4ពួកហើយក៏ចង់ស្ដាប់រឿងចែកដីទៀតចង់ស្ដាប់រឿងចែកដីហ៎ឆ្ងល់រឿងចែកដីយ៉ាងម៉េចខ្លះសួរសិនមកកែលោកបានផ្លែកពីអាត្មាទេសរាល់ថ្ងៃអត់ចេះសួរទេណាហ្នឹងហើយចង់ស្ដាប់ចែកដីចាំចុងក្រោយចាំមកបញ្ជាក់ឲ្យស្ដាប់ឥឡូវខាងដើមនេះយើងបញ្ជាក់គោលធម៌ថ្មីបន្តិចសិនដើម្បីបានគោលធម៌ប្លែកពីគ្នាអ្នកស្ដាប់វិទ្យុគាត់ត្រូវការតាមដានគោលធម៌អញ្ចឹងថ្ងៃនេះយើងទេសអានេះស្អែកយើងទេសអានោះខាន់ស្អែកយើងទេសអានោះប្លែកពីគ្នាបានគាត់ស្ដាប់ទៅវាមិនជាន់ណាហើយយើងស្ដាប់តាមរោងប៉ុនមិនអីទេទេសតែប៉ុនញាតញោមមានប្រមាណមុខហ្នឹងមានប៉ុនអីច្រើនមុខមានអភិសេកចែកដីអភិសេកព្រះក៏ឆ្លងសាលាបច្ច័យ4តក្កណានុពទានខួប100ថ្ងៃ200ថ្ងៃអីមានតែប៉ុណ្្នឹងហើយបើយើងទេសទៅតាមប៉ុនហ្នឹងយកទៅចាក់អត់កើតអញ្ចឹងយើងត្រូវលើគោលធម៌ផ្សេងពីគ្នាលោកអ្នកប្រាជ្ញលោកស្រីអំពីបុគ្គល4ពួកហើយបុគ្គល4ពួក4ប្រភេទនេះតែងមានប្រកាសក្នុងលោកសន្និវិសយើងនេះណាស្រុកយើងក៏តែមានបុគ្គលនេះស្រុកគេក៏តែមានបុគ្គលហ្នឹងដូចគ្នាណាគ្រាន់តែតិចនិងច្រើនតាមអធិស្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិឃុំខេត្តខណ្ឌនោះប៉ុន្តែត្រូវតែមានណាបុគ្គល4ប្រភេទនេះហើយចាំស្ដាប់តើបុគ្គល4ប្រភេទហ្នឹងលោកសំដៅលើអីបុគ្គលយ៉ាងម៉េចណាបុគ្គលប្រភេទទី1លោកសំដៅដល់បុគ្គលដែលសម្ដីអាក្រក់តែចិត្តល្អណាទិសដៅគឺចង់និយាយអំពីសម្ដីដែលយើងពោលរាល់ថ្ងៃនេះណាពីព្រោះអ្វីគ្រប់សពបែបយ៉ាងវាផ្ដើមចេញពីសម្ដីនេះណាសុខក៏ព្រោះសម្ដីទុក្ខក៏ព្រោះសម្ដីជួបជុំក៏ព្រោះសម្ដីព្រាត់ប្រាក់
ក៏ព្រោះសម្ដីមិនឆ្លោះគ្នាក៏ព្រោះសម្ដីឆ្លោះគ្នាក៏ព្រោះសម្ដីចម្រើនក៏ព្រោះសម្ដីវិនិច្ឆ័យក៏ព្រោះសម្ដីចម្រើនយុះក៏ព្រោះសម្ដីអាប់យុះក៏ព្រោះសម្ដីស្អីស្អីក៏កើតចេញពីសម្ដីទាំងអស់មែនទេញោមណាធ្ងន់ណាស់សម្ដីនេះណាពោលឲ្យចម្រើនពោលឲ្យវិនិច្ឆ័យក៏ពោលឲ្យចម្រើនយុះពោលឲ្យអាប់យុះពោលឲ្យសុកពោលឲ្យតុកពោលឲ្យសើចពោលឲ្យយំជួលឲ្យជួបជុំពោលឲ្យប្រត់ប្រាស់ពោលឲ្យស្រឡាញ់គ្នាពោលឲ្យឆ្លុះគ្នាមែនទេណាអញ្ចឹងសំខាន់ឥឡូវតើយើងត្រូវពោលសម្ដីរបៀបម៉េចហើយរើសយករបៀបម៉េចណាលោកថាបុគ្គលទី1សម្ដីអាក្រក់ប៉ុន្តែចិត្តខាងក្នុងវាសស្អាតណាមានទេញោមមានទេបុគ្គលទី1នេះណាមានមិនអត់ទេបុគ្គលទី2សម្ដីល្អប៉ុន្តែចិត្តនោះខ្មៅចិត្តអាក្រក់ណាបុគ្គលទី3សម្ដីក៏អាក្រក់ចិត្តក៏អាក្រក់ណាបុគ្គលទី4សម្ដីក៏ល្អចិត្តក៏ល្អមកយកមួយណាញោមយកមួយណា4នោះយកណាមិញយកតែចិត្តល្អមួយទេសម្ដីល្អអត់ចង់បានទេណានឹងអញ្ចឹងទី4ណាចង់បានគ្រប់គ្នាប៉ុន្តែបើគ្រាន់តែចង់នឹងអត់បានទេណានឹងគ្រាន់តែចង់នឹងអត់បានទេណាដូចជាសត្វលោកភាគច្រើនគឺចង់បានតែរបស់ល្អស្អីត្រូវការតែល្អចង់ឲ្យអ្នកដតីគេធ្វើល្អមកយើងចង់ឲ្យអ្នកដតីគេសម្ដីទន់ភ្លន់មករកយើងចង់ឲ្យអ្នកដតីគេគោរពឲ្យតម្លៃយើងចង់ឲ្យអ្នកដតីគេស្រឡាញ់យើងចង់ឲ្យអ្នកដតីគេឲ្យតម្លៃយើងមែនទេគ្រប់គ្នាគឺអញ្ចឹងចង់ឲ្យគេធ្វើល្អមកលើយើងគ្រប់សពប៉ុន្តែយើងចង់ឲ្យគេពោលសម្ដីល្អដាក់យើងប៉ុន្តែយើងមិនដែលពោលសម្ដីល្អដាក់គេបានទេអត់បានទេយើងមិនគោរពគេយើងចង់ឲ្យគេគោរពយើងក៏អត់បានដែរណាយើងផ្ដាល់ទុកឲ្យគេចង់ឲ្យគេផ្ដាល់សុខឲ្យយើងក៏អត់បានដែរណាបើចង់ឲ្យគេស្រឡាញ់យើងបើតើយើងស្រឡាញ់គេជាមុនសិនចង់ឲ្យគេសម្ដីផ្អែមទន់ភ្លន់ដាក់យើងបើតើយើងទន់ភ្លន់ដាក់គេជាមុនសិនចង់ឲ្យគេគោរពយើងបើតើយើងចេះគោរពគេជាមុនសិនអ្នកអាហ្នឹងអញ្ចឹងពុទ្ធសាសនាអញ្ចឹងអ្នកសន្សំហេតុអាម៉េចផលចេញមកអញ្ចឹងនៅវិជ្ជាញោមចង់សន្សំញោមចង់សុខសន្សំសុខចង់ឲ្យគេគោរពគេនោះគេគោរពយើងវិញផលជាក់ស្ដែងមកអញ្ចឹងចង់ឲ្យគេត្រង់ជាមួយយើងត្រង់ជាមួយគេដែរនឹងបានណាយើងសន្សំហេតុយ៉ាងម៉េចផលចេញមកអញ្ចឹងអ្នកបុគ្គលទី1សម្ដីអាក្រក់ប៉ុន្តែចិត្តល្អមនុស្សសម្ដីអាក្រក់និងចិត្តល្អនេះសម័យដើមមានច្រើនសម័យតាពីមុនណាមិនចាំបាច់ពីដើមទេទោះសវត្សក៏90 91 92កាលអាត្មានៅវត្តនេះក៏ដូចគ្នាដែរលោកគ្រូមិនដែលសម្ដីផ្អែមដាក់លោកនៅក្រោមនេះទេកូនសិស្សក៏មិនដែលសម្ដីផ្អែមដែរតែយាយតាហ្នឹងក៏អាមឹងហែងអញដែរក៏សម្ដីលោកប៉ុន្តែកូនសិស្សសម្ដីសម្ដៅអាក្រក់វាយទាត់ធាក់ហើយប៉ុន្តែមានរបស់មានអីបន្តិចបន្តួចនឹងຕົកសម្រាប់ក្មេងសម្រាប់កូនសិស្សសម្រាប់លោកណាល្ងាចឡើងវាយជេរថាហើយហៅឲ្យឆាន់ទឹកដោះគោឲ្យឆាន់ស្ករមកអង្គុយជុំគ្នាណាអាហ្នឹងសម្ដីអាក្រក់ប៉ុន្តែចិត្តល្អបើយើងគ្រប់គ្នាដូចមិនសូវចង់បានទេមែនទេឧទាហរណ៍ទៅលេងផ្ទះគេស្រាប់តែគេស្ងោមន់មែនមហូបហ្នឹងវាឆ្ងាញ់មែនប៉ុន្តែអង្គុយហូបជុំគ្នាអត់បាយដួសខ្លួនឯងណាហើយយើងអ្នកទៅពីចម្ងាយនេះដូចមិនសូវស្រួលអារម្មណ៍មែនទេអាហ្នឹងសម្ដីវាមិនសូវពិរោះស្ដាប់ប៉ុន្តែចិត្តខាងក្នុងវាល្អណាហើយបុគ្គលសម្ដីអាក្រក់ហើយចិត្តល្អបុគ្គលសម្ដីអាក្រក់និងចិត្តអាក្រក់នេះយើងអត់សូវទទួលរងគ្រោះថ្នាក់ប្រមាណទេព្រោះយើងដឹងមុនយើងការពារទុកមែនទេប៉ិនបុគ្គលណាដែលយើងរងគ្រោះថ្នាក់ធ្ងន់ជាងគេបុគ្គលសម្ដីអាក្រក់និងចិត្តអាក្រក់បុគ្គលសម្ដីអាក្រក់និងចិត្តល្អនេះយើងអត់សូវទទួលរងគ្រោះថ្នាក់ទេបើទោះបីជាសម្ដីអាក្រក់ចិត្តអាក្រក់ក៏យើងមិនសូវរងទទួលគ្រោះថ្នាក់ធ្ងន់ដែរព្រោះយើងដឹងមុនដឹងតែបុគ្គលហ្នឹងវាសម្ដីអាក្រក់ចិត្តវាក៏អាក្រក់អញ្ចឹងយើងមានអីការពារឧទាហរណ៍តែឆ្កែចឹងឆ្កែក៏វាមានប្រភេទដូចមនុស្សអញ្ចឹងដែរឆ្កែខ្លះព្រុសនោះព្រុសឃើញយើងព្រុសដេញគ្រប់សពបែបយ៉ាងប៉ុន្តែអត់ចេះខំទេមែនទេវាបានតែព្រុសទេណាហើយដល់តែព្រុសដឹងមុនអញ្ចឹងយើងដឹងតែឆ្កែនោះវាព្រុសក៏ទោះបីជាដឹងតែវាខំឬមិនខំក៏យើងមានតវងនៅដៃការពារដែរមែនទេព្រោះយើងដឹងតែផ្ទះហ្នឹងមានឆ្កែណាយើងដឹងមុនប៉ុន្តែឆ្កែខ្លះអត់ព្រុសអត់មាត់អត់កទេឃើញយើងដើរទៅមិនខ្ចីធ្វើដឹងប៉ុន្តែដល់តែយើងដើរផុតបន្តិចមកពីក្រោយក្រឹបមែនទេណាអាហ្នឹងគ្រោះថ្នាក់គេចង់សម្ដៅមនុស្សសម្ដីអាក្រក់និងចិត្តអាក្រក់នេះយើងក៏មិនសូវទទួលរងគ្រោះថ្នាក់ប្រមាណទេព្រោះយើងដឹងមុនប៉ុន្តែបុគ្គលដែលរងទទួលគ្រោះថ្នាក់គឺបុគ្គលដែលសម្ដីអីសម្ដីផ្អែមប៉ុន្តែចិត្តខាងក្នុងវាខ្មៅនេះបានយើងទទួលរងមែនទេ
dương mơ và đắng mơ chặt kê vầm đắng sầm đây khang trâu lọ na nè mình miền pe về liều về bọ xài tê nè dây chlong ở đây phần đằng cho này dây pe phải chạy đầy đi phải chạy đầy nhiệt nhôm này dây hao tham ấy lọp lư kẻ hao ta nẹt lá hao ta chạy đấy nẹt lá hao chạy đấy nẹt lá hao chạy từ dẹt chết từ dẹt lâu nhôm do mùi này do chạy đấy rồi cái do ấy hả chết từ dẹt ý nhiệt nhôm nó vô cháo đó nhôm nè chẳng chạy đấy thử ấy nè này nè sọc nó quạt xua ta chẳng thà lư sau không anh khla nè khla hao tại chạy đây nè môi tiết cả hao tại chạy đây môi tiết lư sau lốt tha hao chê tại dẹt từ mình nè chê tại dẹt cái đây nhá chạy đây cái đây mình khóc tê chẳng pì nè quay để khóc cứ chạy đây gọt miên phải gọt chanh nè ngay ban này chạy đây phải chanh chạy đây nó chỉ phải xa sang sực rật khai một bị xa và lấy tại chết tại dẹt khai dương tay mà đong khai mà đạo phía xa thà cả lấy để cu của rút cả lấy để cu bầu chì cả lấy nam sâu chờ lom kia nó gọi chúng ta chạy đây còn sâu chờ lom kê tê khá bạch cô ra chờ nạp bọt ấy nó xên chỉ lẹ cả nạ chạy đấy nó mình sâu chờ lom chỉ mùi tẹt chỉ mùi cọt lô chỉ mùi xà lai chỉ mùi tẹt hí ở chờ lom kê tê nà khóc bị kê chạy đây nè chẳng cả lấy để cu của rút cả lấy để cu bầu chì dừng hao thành chẳng các bạn dừng 300 hao chê thì giác 300 hao chạy đấy dừng thành năng hai cả lấy của rút cả lấy bầu chì cả lấy để dừng cu của rút cu bầu chì nắng nà prai chỉ khai mất prai tại chăng nè hai bà dương hao tại chê thì dạ mình nít chỉ phải xa bà lầy chạy đây nít chỉ phải xa sang sực rật bỏ hay xua tại chạy đây miền đây tại chăng hai chạy đây miền bảo màn tiết để dương trâu của rút nè không chạy đây mùi nó về miền pram tranh chạy tranh chỉ pram tiết nè chỉ buôn chỉ pram tiết và men thom mà chạy đấy miền ở tư sạc chạy đấy tê sạc chạy đấy miền pa để phô cái chạy đấy thom mà chạy đây miền buôn nó không đồng tiết nè thom mà chạy đây thôi lan là bay đồng cao lấy đồng cò ắt bằng cò bật thò nè bật thò bằng bay mơ buôn quan bật thò mà khăn nắng nẹt khác việc vừa phải chạy đây chỉ bật xa sầm ép đồng cò bật chạy bay đọt cà pi đây cả bột tàu vạt xình xình nào vạch chả nạp bị phải chả bọc bỏng xình xe nó cái ao chmó thá thò mà chạy đây bỏ thiết để chạy đây này chạy đây sầm ép đồng cò lấy đồng cò thiệt miệt đà bay đà bỏ dương crụ phải chia dây cha nẹt miền côn bỏ ắt thế thiệt xình xình ốt tê sạc chạy đây đồng hàm cò lấy ốt từ đau chấm po press mà sắm bột nè nó cái ao chmó thà tê sạc chạy đây nè chóc bạ đi phô cái chạy đây má thò mà chạy đây thiệt thì chạy đây ốt tê sạc chạy đây bạ đi phô cái chạy đây bạ đi phô cái chạy đây rồi thứ ấy đằng ấy đằng ấy mau tìm đại thư sớm mai đám cái miền thư non vọt mùi nó cái miền thư bạ đi phô cái chạy đây nó mùi tạm vọt lâu ọt miền thế nhau ọt miền thế mà đời chỉ tung tàu ọt đại khơi nhặt thư bạ đi phô cái chạy đây thì bà để phô cái chạy đây đi chạy đây cái vừa láng sầm rạp đầm co nấu kêu bà để kha là bọc vào xong miền sờ bong chơi vô chặt đạch này cái oi đào trâu lọt ri tiếp của là bọc năng chi là bọc miền đầm lầy đầy nhôm của rốc bầu chì ba chan sạc sờ toàn lô cái đây thom mà cọ cái đây sờ bong cái đây chơi vô cái đây chặt prao mình cao bỏ cái mình oi cho từ trâu lọt ri tê cái oi của mô đặt mà đông năng đặt nông chạy đầy năng nè nên cái oi chmó thá bà để phô cái chạy đây sầm rạp đầm co nấu kêu bà để kha là bọc lục nẹt miền sal lục nẹt trồng sal chia là bóc để dương cổ rốc chia là bóc để dương bầu chì lâu này ọt mau bị ọt là ngay bàn trâu pin là bong tam viên tam cá lại đo lục trâu pin tập pin tấu slong mà đo te dây đi do chụp po lục bong khoảng sầu việt băng khẹng sầu việt mày đấy nhá tham ai chi tam plau lọp khơi dây do chụp po lục bong khoảng băng khẹng sợ khoảng sầu ý chào tôi trong khẹng sầu rồi nè là còn sầu chuồn cá băng ngày pẹ quạt sầm nó băng ngày cho po lục băng chuồn cá mình khác vì do băng lúc do tập pẹ nông luôn vì hay các bạn với câu sói về quay bal này dương mơ bây giờ ngay tới gì chọn lục mà phải ná quay báo tha lục tiệt mẹ nè bà sọ vì do bọc bà xong do mà phá phải giặt bà xong đâu do bọc bà sọ vào mình chắc bạn miền môi miền pi đây nè thấy nhé dây vì chắc là trôi chặt từ do bọc lục do mà phá hay ố bà sa là câu nào ra chư sau chia sau co bay